វិន័យភាពជាប់ជួននិងការមានជំនឿលើខ្លួនឯងគឺជារឿងរ៉ាវនិងដំណើរជោគជ័យរបស់ខ្ញុំភាពជោគជ័យមិនបានកើតឡើងត្រឹមរយៈពេលខ្លីនោះទេប៉ុន្តែវាត្រូវបានកសាងឡើងតាមរយៈការកំណត់គោលដៅច្បាស់លាស់ការអនុវត្តជាប្រចាំនិងវប្បធម៌ការងារដែលលើកទឹកចិត្តឲ្យទីប្រឹក្សាធានារ៉ាប់រងគ្រប់រូបមានឱកាសរីកចម្រើនតាមរយៈការបង្វឹកដោយយកចិត្តទុកដាក់ការដឹកនាំដោយមានភាពអត់ធ្មត់និងការអបអរសាទររាល់ការរីកចម្រើនរួមគ្នាខ្ញុំបានជួយឲ្យមនុស្សជាច្រើនក្លាយជាទីប្រឹក្សាធានារ៉ាប់រងដោយមានទំនុកចិត្តលើខ្លួនឯងអភិវឌ្ឍឥតឈប់ឈរដើម្បីឆ្ពោះទៅរកភាពជាអ្នកដឹកនាំនាពេលអនាគតថ្ងៃនេះខ្ញុំពិតជាមានមោទនភាពខ្លាំងបំផុតក្នុងនាមជាអ្នកដឹកនាំម្នាក់ដែលបានជួយឲ្យអ្នកដទៃសម្រេចក្តីសុបិនពង្រឹងសមត្ថភាពនិងកសាងមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើនប្រកបដោយចីរភាពចូលរួមជាមួយនឹងខ្ញុំនៅដៃឆ្លែកកម្ពុជាជុំជ្រែងទីប្រឹក្សាធានារ៉ាប់រងរបស់ពួកយើងឲ្យសម្រេចនៅគោលដៅរបស់ពួកគាត់